បន្ទាប់ពីធ្វើដំណើរយ៉ាងយូរពេលទៅដល់ខេត្តសៀមរាបអារម្មណ៍ហត់នឿយហាក់បីដូចជាបាត់បង់ទៅវិញភ្លាមៗដោយសារបរិយាកាសស្រស់ស្រាយនិងភាពរីករាយរបស់ទីក្រុងទេសចរណ៍មួយនេះខ្ញុំនិងក្រុមការងារបានចាប់ផ្ដើមដំណើរកម្សាន្តដោយការជិះកង់3ឆ្ពោះទៅកន្លែងអុជធូបនៅព្រះអង្គដង្ការអូខេមែនគេឆាក់ដល់បាត់ចង់ទៅឈប់បានការជិះកង់3លើដងផ្លូវខេត្តសៀមរាបមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទេប៉ុន្តែវាក៏ជាឱកាសឲ្យយើងបានទស្សនាទេសភាពជុំវិញទាំងជីវភាពប្រជាពលរដ្ឋក៏ដូចជាភាពរស់រវើកនៃទីក្រុងផងដែរនៅកន្លែងអុជធូបពួកយើងបានឈប់សម្រាកបន្តិចដើម្បីស្រូបយកខ្យល់អាកាសនិងថតរូបទុកជាអនុស្សាវរីយ៍ទេសភាពនៅទីនោះផ្ដល់អារម្មណ៍ស្ងប់ស្ងាត់និងបញ្ចូលគ្នារវាងធម្មជាតិនិងជំនឿប្រពៃណីដែលធ្វើឲ្យដំណើរកម្សាន្តកាន់តែមានអត្ថន័យបានចុះស្ទាបមកចិត្តមកប្រាសាទមកបន្ទាប់មកខ្ញុំនិងក្រុមការងារបានបន្តដំណើរជិះកង់3ឆ្ពោះទៅទស្សនាប្រាង្គប្រាសាទនានាក្នុងទឹកដីអង្គរនៃខេត្តសៀមរាបរាល់ប្រាសាទដែលពួកយើងបានឈានជើងទៅដល់សុទ្ធតែបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណនិងភាពវៃឆ្លាតរបស់បុព្វបុរសខ្មែរជញ្ជាំងថ្មបុរាណប្រាង្គប្រាសាទខ្ពស់ៗនិងលំនាំចម្លាក់លម្អិតបានធ្វើឲ្យយើងមានអារម្មណ៍ដូចជាកំពុងធ្វើដំណើរត្រឡប់ទៅកាន់អតីតកាលដ៏រុងរឿងដំណើរកម្សាន្តលើកនេះមិនត្រឹមតែជាការសម្រាកពីការងារប្រចាំថ្ងៃប៉ុណ្ណោះទេប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់ខ្ញុំនិងក្រុមការងារក្នុងការបង្កើនភាពស្និទ្ធស្នាលយល់ចិត្តគ្នានិងចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នាសៀមរាបនិងតំបន់អង្គរបានផ្ដល់អនុស្សាវរីយ៍ដ៏មានតម្លៃមួយដែលនឹងនៅសល់ក្នុងចិត្តរបស់ខ្ញុំនិងក្រុមការងារជាយូរអង្វែងមើលច្រើនណាស់នេះបងនេះឈរហ្នឹងឲ្យដូចសុំរូបថតឈរហ្នឹងចឹងណាអូបងប្អូននេះប្រាសាទតាព្រំរបស់ខ្មែរយើងនៅទឹកដីអង្គរខេត្តសៀមរាបខ្ញុំឃើញថាបើទោះជាមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំក៏ដោយប៉ុន្តែចម្លាក់នៅលើប្រាសាទរូបអប្សរានេះមិនទាន់រលត់ទៅណាទេបងប្អូនជាពិសេសថ្មប្រើសិតតែថ្មធម្មជាតិសរសើរទឹកដៃរបស់បុព្វបុរសខ្មែរយើងដែលលោកពិតជាអស្ចារ្យមែនទែនការកសាងប្រាសាទមិនមែនជារឿងងាយទេបងប្អូនជាពិសេសការឆ្លាក់ក្បាច់ក្បូររចនាទាំងអស់នេះកូនចៅចំនួនក្រោយមិនអាចធ្វើបានបែបនេះទេបងប្អូនឆ្លាក់ថ្មពីធម្មជាតិឲ្យចេញជារូបរាងបែបនេះពិតជាមិនងាយទេហើយនេះអ្នកទស្សនាមកលេងកម្សាន្តមានការថតរូបមានទាំងភ្ញៀវជាតិជាពិសេសភ្ញៀវបរទេសក៏មកទស្សនាច្រើនមែនទែនបងប្អូនសម្រាប់ថ្ងៃបុណ្យអុំទូកអំបុកនិងព្រះប្រខែរបស់ជាតិខ្មែរបងប្អូន